ต่อបាទបងប្អូនអ្នកឆ្លាញ់វិស័យកីឡាបាល់បាទស្វាគមន៍ម្ដងទៀតហើយឥឡូវនេះឈានដល់គូដែលបងប្អូនទន្ទឹងរង់ចាំហើយបាទគឺបាទម៉ូតាហ្សាប៉ះជាមួយនឹងបាទកងចាក់បាទឬក៏ក្រុងចាក់ប៉ប៉ៅអ៊ីនកីឡាករថៃដែលមានទីផ្សារច្រើននៅខ្មែរបាទកាលពីមុនបាទគេធ្លាប់បាទផ្ដួលធឿនធារាយើងបាទខូចដៃបាទគេធ្លាប់បាទឈ្នះបាទជើងល្វីបាទគេធ្លាប់ឈ្នះឡាយចន្ទ្រាបាទប្រកួតរបស់គាត់ចុងក្រោយដូចជាចាញ់ជើងល្វីដោយសារតែគាត់ថែមបាទតែពេលហ្នឹងបើសិនជាគាត់កុំថែមគាត់នៅតែឈ្នះដែរព្រោះគាត់វាយជើងល្វីខូចដៃបាទជាមើលថាម៉ូតាហ្សាអាចបាទទប់ទម្ងន់ជើងរបស់កងចាក់បានឬក៏កងចាក់អាចទប់ទម្ងន់ដៃរបស់ម៉ូតាហ្សាបានចឹងមានតែចាំតាមដានបាទក៏ដូចជាអ៊ុតផលិតផលទាំងអស់គ្នាបាទការប្រកួតនឹងឈានចូលមកដល់បាទក្នុងពេលបន្តិចទៀតនេះមិនមិញចានប៊ុនហឿនបាទគឺផ្ដួលដៃគូឲ្យបាទបោះបង់ការប្រកួតក៏ដូចជាអាញាកណ្ដាលប្រឈប់តែម្ដងណាបាទក្នុងទឹកទី2បាទដោយប្រើជង្គង់បាទឥឡូវនេះកីឡាករបង្ហាញខ្លួនឥឡូវហើយបងប្អូនយើងបាទ MC កំពុងតែបាទទេសនាមឈ្មោះកីឡាករដើម្បីបង្ហាញខ្លួនបាទគ្រូអាញាកដាលហ្នឹងបងប្អូនយើងបាទនេះឥឡូវនេះកីឡាករចេញមកឥឡូវហើយបាទគូនេះវាយគីឡូធ្ងន់មែនទេគឺ77គីឡូក្រាមបាទហើយសម្រាប់កងចាក់គាត់មកខ្មែរគាត់វាយអស់ហើយគីឡូ73បងប្អូនយើងបាទធនរទ្ធីក៏ខូចរបស់កងចាក់ដែរបងប្អូនយើងនិយាយទៅកីឡាករគីឡូ72 73បាទគឺខូចរបស់កងចាក់ទាំងអស់បាទស្រុកខ្មែរតាំងពីឡាយចន្ទ្រាធឿនធីរាបាទជើងល្វីបាទធនរទ្ធីហ្នឹងគឺអស់ហើយបាទស្រុកខ្មែរបាទកងចាក់កឡុកខ្ទេចទាំងអស់ធឿនធីរាកាលហ្នឹងចាញ់កងចាក់នៅបាយ័នស្ទឹងជ័យបងប្អូនកងចាក់តតខូចដៃពេលហ្នឹងវាយកងចាក់រាប់ម្ដងហើយនេះចេញមកហើយបាទកងចាក់ប៉ប៉ៅអ៊ីនឬក៏ក្រុងចាក់តាមពិតឈ្មោះគាត់ពិតប្រកបគឺកងចាក់បងប្អូនយើងបាទតែបាទដូចខ្មែរដាក់ក្រុងចាក់បងប្អូនយើងបាទឈ្មោះគាត់កងចាក់ប៉ប៉ៅអ៊ីនចេញមកហើយបាទកងចាក់ខានបង្ហាញខ្លួននៅស្រុកខ្មែរយូរហើយបាទគេមើលត្រឡប់មកវិញធ្វើបានល្អទេអត់បាទកាលមុនលើឈ្មោះកងចាក់បាទគឺថាមិនចង់មើលតែម្ដងបាទកងចាក់នេះគាត់ល្អបងប្អូនយើងបាទគាត់ធ្លាប់ប៉ះដល់កីឡាករយូសេហ្បងប្អូនយើងបាទយូសេហ្ដែលហូបកីឡាករថៃច្រើនបាទហូបបាទសូសាខនបាទទៅបាទយូសេហ្បងប្អូនប្រកាសជាស្គាល់ហើយនេះបាទតាមដានវិស័យកីឡាបដាល់បាទទាំងក្នុងស្រុកនិងក្រៅស្រុកប្រកាសជាស្គាល់យូសេហ្ហ្នឹងហើយនៅថៃគេបាត់ឲ្យវាយទេបាទដោយសារគាត់ហូបកីឡាករថៃច្រើនពេកបាទយូសេហ្បច្ចុប្បន្នដូចជាគ្រូហើយបងប្អូនយើងបាទឡើងគ្រូហើយឥឡូវកងចាក់បង្ហាញខ្លួនមកដល់ហើយនៅបាទម៉ូតាហ្សាកីឡាករអេរ៉ង់បាទចេញមកហើយនេះបាទម៉ូតាហ្សាចេញមកហើយគូនេះវាយគីឡូ77បងប្អូនយើងបាទចាប់ពីគូហ្នឹងទៅដល់មកគូទៀតគឺបាទជើងល្វីប៉ះជាមួយនឹងអាប៊ូហ្វាល់យ៉ាបាទកញ្ញាដែលស្រស់ស្អាត2នាក់បាទនេះចាំមើលថាម៉ូតាហ្សាអាចបាទប្រជុំកងចាក់បានអត់បងប្អូនយើងបាទឬក៏ខូចដៃរបស់កងចាក់ទៀតបាទគូនេះខ្លាចតែខូចដៃរបស់កងចាក់ទេហើយវាយកងធំបែបនេះគឺពិបាកស៊ីកងចាក់មែនទែនបាទគូនេះលោកគ្រូអេបាទលោកគ្រូអេអធិស្ឋានបាទអេដមីនជាច្រើនបាទរួមទាំងខ្ញុំបានផងដែរបងប្អូនយើងបាទក៏គិតដូចបងប្អូនដែរគឺបាទម៉ូតាហ្សាពិបាកស៊ីកងចាក់ឲ្យគូនេះបាទពិបាកសម្រាប់ម៉ូតាហ្សាហើយបាទយើងចាំតាមដានទស្សនាការប្រកួតបាទទាំងអស់គ្នាមានសុំស្គប់វីដេអូត្រឹមហ្នឹងសិនបាទម៉ូតាហ្សាគុណគ្រូដែរបងប្អូនយើងបាទ
ស្មានអត់គុណគ្រូទេបាទហាត់នៅក្លានៅក្លឹបបាទ KKIF គឺបាទម៉ូតាសាគុណគ្រូដែរបាទចាំមើលបាទម៉ូតាសាអាចប្រជុំក្រុងចាក់បានអត់បាទបន្ទាប់ពីក្រុងចាក់គាត់ខានមកខ្មែរយូរដែរហើយបាទចិត្តមួយឆ្នាំហើយសម្រាប់កងចាក់បាទមានបងប្អូនមួយចំនួនបាទ admin ហៅឈ្មោះក្រុងចាក់ថាកងចាក់គាត់ថា admin អានឈ្មោះខុសបាទតែពិតឈ្មោះពិតបងប្អូនយើងបាទឈ្មោះពិតគឺកងចាក់បាទប៉ប៉ៅអ៊ីនតែបងប្អូនច្រឡំខ្លួនឯងបាទដោយសារតែកម្មវិធីនៅខ្មែរសរសេរឈ្មោះថាក្រុងចាក់បាទឈ្មោះពិតគឺកងចាក់បាទបញ្ជាក់ម្ដងហើយម្ដងទៀតបាទម៉ូតាសាគុណគ្រូអីបាទអត់មានគុណគ្រូផងបាទស្មាគុណគ្រូមិញបាទងងធំបាទ5ទឹកដូចពិបាកមែនទែនសម្រាប់បាទម៉ូតាសាបាទចង់វាយកងចាក់ដល់កងធំដល់កងតូចកងចេញមករៀមអីបាទអាចស្រួលបាទបាទគុណគ្រូហើយឡើយបាទមានសុបស្គប់វីដេអូនេះឲ្យយូរពេកបាទ6នាទីហើយអត់តបានវាយផងបាទលើកន្លះក៏គុណគ្រូហើយបងប្អូនយើងបាទតែប៉ុន្តែគូនេះគេចរចាកង់ចេញម្រាមដែរបងប្អូនយើងបាទចរចាកង់ចេញម្រាមដែរតែកងចាក់ក៏អត់ហ៊ានបាទដោយសារតែគាត់តម្លឹងគីឡូមកវាយជាមួយនឹងម៉ូតាសាបាទបើសិនជាបាទម៉ូតាសាចុះទៅគីឡូ7បាទ72 73ហ្នឹងគាត់វាយបើកង់ចេញម្រាមឲ្យបាទតែដោយសារតែម៉ូតាសាគាត់ចុះអត់បានបាទអញ្ចឹងវាយគីឡូហើយតែវាយគីឡូហ្នឹងតែម្ដងទៅបាទតោះឥឡូវនេះបាទការប្រកួតរបស់យើងឈានចុងមកដល់ហើយទស្សនាទឹកទី1បាទទស្សនាទឹកទី1ទាំងអស់គ្នាបងប្អូនយើងតាបាទគូនេះវាយគីឡូធំគីឡូ77តោះទស្សនាទឹកទី1បាទបង្គោលក្រហមបាទកងចាក់បង្គោលក្រហមបាទម៉ូតាសាបង្គោលខៀវកងចាក់ប៉ប៉ប៉ៅអ៊ីនឬក៏ក្រុងចាក់ឥឡូវម៉ូតាសាបាទដាក់ចូលតែម្ដងអេដមីនគេថាអាចនឹងខូចដៃរបស់ក្រុងចាក់ឲ្យបាទទាត់មួយជើងស្ដាំបាទទាត់មួយទៀតបាទទាត់មួយទៀតពីម៉ូតាសាទាត់មួយទៀតពីម៉ូតាសាអីអូមួយជើងនេះចូលណែនចប់បាត់ក្រុងចាក់រាប់បាត់ហើយមួយជើងនេះអូយមួយជើងនេះមិនគួរឲ្យជឿទេក្រុងចាក់មួយជើងនេះបំវែងតែម្ដងបងប្អូនយើងបាទមួយជើងរបស់ម៉ូតាសានេះបំវែងបាត់ហើយបាទបុកជាបន្តឥឡូវម៉ូតាសាដេញផ្ដាច់បាត់ហើយបាទទាត់មួយជើងទៀតពីបាទម៉ូតាសាបាទទាត់មួយទៀតបាទស្ដាំពីម៉ូតាសាទាត់មួយជើងទៀតពីម៉ូតាសាទាត់មួយទៀតពីម៉ូតាសាក្រុងចាក់មិនហើយស្ដាំពីម៉ូតាសាទាត់មួយជើងស្ដាំអូធ្ងន់ដាំឆ្វេងទាត់មួយជើងទៀតអូយឆ្វេងស្ដាំចូលដៃរបស់ម៉ូតាសាទៀតឆ្វេងស្ដាំកែងពីម៉ូតាសាមិនហើយក្រុងចាក់បាទឆ្វេងស្ដាំកែងពីម៉ូតាសាអាយូក្រុងចាក់វែងបាត់ហើយទឹកមួយទាត់ស្ដាំបាទឆ្វេងស្ដាំពោះទឹក1 2អាយូបាទម៉ូតាសាកាចមែនទែនឥឡូវដើរចូលធាក់មួយជើងអូយពីបាទម៉ូតាសាទាត់ពីម៉ូតាសាធ្ងន់មែនទែនមិនតែមួយជើងនេះបាទពីម៉ូតាសាឥឡូវក្រុងចាក់គេដូចជាបាទគ្រប់គ្រងបាទស្ថានភាពបានវិញប៉ុន្តែចូលដៃបាទបត់មកកែងឆ្វេងពីបាទក្រុងចាក់កែងពីក្រុងចាក់គេប្រមូលសមត្ថភាពមកវិញចូលពេញពីម៉ូតាសាទៀតហើយដើរចូលជាបន្តបាទកងធំនេះពិបាកមែនទែនបាទអូយកាប់មកកែងពីបាទម៉ូតាសាក្រុងចាក់ដើរចូលកាប់មកកែងពីម៉ូតាសាដល់ខ្លួនទីសិនដើរចូលពីក្រុងចាក់ទាត់មួយជើងពីម៉ូតាសាស្ដាំពីម៉ូតាសាឆ្វេងកែងមួយកែងសងពីបាទក្រុងចាក់កែងពីក្រុងចាក់ចាប់ជាប់កន្លែងនេះចាប់ជាប់ហើយកន្លែងនេះបាទស្ដាំពីម៉ូតាសាបាទក្រុងចាក់ដេញវិញហើយកែងពីមុខអូយបាទបើច្រាស់កែងគ្នាអត់រាប់ទេក្រុងចាក់ទាត់ឆ្វេងមួយកែងក្នុងមួយកែងពីក្រុងចាក់វិញស្ដាំពីម៉ូតាសា
bà cay vì một giá cay vì không chạ cay vì bà không chạ ôi mày chạy mình mơ một toàn mày ai mơ một toàn ê ở đằng ô bay ô một giá bay bao nhiêu một giá bay bà không chạ có tham một giá bay ô bay bạt một giá ở đây chọc tực thì môi bà đây bà ô bà đam tầng bánh mình bà bì bà không chạ mà chương măng đồ small bà từ sáng rụp hiệp dư bánh bánh bà đam tực cô chuông mơn mà một giá toát ở trong chạ rộp bà đây bà thấy trong gác bay trong tức bà này toát bà man chương hay còn lúc mà chương trong cõi bà ôi bà mà chương đi thằng ngôn à trong kiềm bà nè chỗ đại bỏ một giảm chơi tích đai đi bà chỗ này mang tiền mà đại đi ôi bà mà cay đi pang trong chạ bà xả hai mươi tên mà mua được ra cái này đi bà mua ở trong chạ phải thả bay bà mua được ra bay đây bà lấy quay mình bà ôi bà cô đi xuất sài mình tên con dương bà mình cùi chưa bà tha trong chạ rộp đam tới cái này bà tại mua được ra bay bàแต่สนามตึกที่ปีชีวโตจะมือถ้ากรงจะอาจมีไอ้บ่าซองtừ bà mô tà xa với nhót cho mơ bà mô tà xa cái mình bia bãi bà tự mùi bánh bánh bà quay kong chạ rộp tên mà đâuแต่สนามตึกที่ปีชีวโตbàแต่สนามตึกที่ปีกรงจะได้โชว์เลยbàช่วยสนามปีโมตาซาตอดช่วยขดได้เลยbàแต่เอากรงจะตอดขดได้ตอดโอ้ยมวยเลือมวยกรองอะไรนี่bà ngược lươn pi mô ta ra bà tọt mũi bà khôi đài lại bà đam chuối bọt cay pi krong chạm mà cung pi krong chạm mà cung giòn tọt khôi đài lại chạm trường chọn lúc bà đáy bay mới ô đồ luôn này bà vậy thì cho tọt chuối như cái có bò mà cũng đáp đáy chuối đam pi mô ta ra bà đam chuối ôi châu đại bà krong chạm cái này ở đây đi bà ngược lươn ở bài nhà đi chỗ đây bọc krong chạ đua bảo bọt cay mối cay pi mô ra chuối pi mô raตัวปีโมตาซาkhôi đàiเลยกรงโมตาซาkhôi đàiเลยbà taoนี่โอ้บอดบะไก่ปีบะกรงจะอามาใจโมตาซาตัวมวยบะกรงจะกีบะรูปทรงสถานการณ์วันจะมันจะกุ้งรุนบะดูลมวยโอ้บะกรงจะรุนโมตาซาดูลđã chỗ chỉ bà taoปีกรงจะตัวมาเชิงđã chỗ làในกรงจะกีบะจับรับดันโมตาซาเป็นตัวช่วยปีบะkhông chạm một giá ai đừng khôi đai ai sang sai bà bầm tức pí tức bay nữa ai bà tuột cho anh pi bà không chạm tuột đam pi không ô mô ra ô bà khai bà sông tô cho làm time bà là ra vậy bà đạp lời ô cho chọc tức ấy tuột mỗi lúc đam cho pin pi bà mô ra tuột mỗi đam pi mô ra chạm cho cài bật đuôi môi tiệt ô em phải bọt cái coi bà mô ra cả lâu thằng ngôn vay bà riêng ở sơ là ha đây một nhưng tại thằng ngôn đã cho pi krong cha sai sập vĩ tuột chuối mặt đam pi mô ra tuột mà trường thì pi mô ra tuột pi bà krong cha ôi khôi đàiเลยsang sai à khôi đàiเลยbà mô ra cày muối cày chuối cho bà cày khăn nóng cày muối thịt pi mô ra swing đam pi mô ra bà ở bài nhà sầm krong cha khôi đàiเลยbà ấy là chơi rong chắc máu bà năng ấy chơi rong chắc ở đây thì bà cái to đang khôi đài bo bà con cha bàไอ้ลองเนี่ยลองตอดได้ไอ้โมยังlà có con mà rút nó ra mình khôi đầy bỏ công chạ và khôi đầy từng cục kia đây mà đâu lục với tuột mùi và bị công chạ một là ra cái chế độ chọc tật tì pì bà chẳng thể sao tật tì bay chưa đâu bà này lục
ភាពយន្តលុកម្ដាយមកកន្លែងនេះបាទចូលម្នាក់ម្ដាយកន្លែងនេះបាទម៉ូតសាបាទផ្ងាក្រោយរបស់ក្រុងចាក់បាទចូលម្នាក់ម្ដាយបាទតែចូលដៃស៊ីនរបស់ក្រុងចាក់គឺដៃឆ្វេងបាទឆ្វេងស្ដាំកន្លែងនេះបត់មកកែងពីកងចាក់កែងពីកងចាក់ទាត់មួយម្ដាយស្ដាំពីបាទម៉ូតសាកែងពីម៉ូតសាបាទកែងពីកងចាក់កែងក្នុងកន្លែងនេះហើយក៏កែងមួយទៀតអូយបាទមួយទៀតឆ្វេងស្ដាំអូយបាទម៉ូតសាចេះកែងមួយឆ្ងាញ់ណាស់បាទមកអត់ចេះកែងបាទចាំទស្សនាទឹកទី3តោះវីដេអូរៀងយូរបន្តិចអីដោយសារតែគូនេះយើងអាចលងបានទេបាទដោយសារតែវាល្អមើលពេកបាទគូនេះតោះត្រៀមទស្សនាទឹកទី3ជាបន្តមកយើងទឹក2មានទៅមានមកម៉ូតសាបែកបាទកងចាក់រាប់ហើយទស្សនាទឹកទី3បាទអញ្ចឹងបន្តពីគូទៅយើងទៅសំគូទៀតគឺបាទគូរបស់ជើងល្វីតោះទស្សនាទឹកទី3ជាបន្តអោបគ្នាមួយសិនគូនេះមិនក៏3ទឹកឬក៏5ទឹកឯងបងប្អូនយើងឥឡូវទស្សនាទឹកទី3ម៉ូតសាថយសិនបាទម៉ូតសាថយបាទខ្លាយក្រុងចាក់ទាត់បាទដៃព្រោះមិញដូចជាឈឺដៃហើយបាទទឹក2បាញ់មិញបាទទាត់មួយពីម៉ូតសាក្រុងចាក់ដើរចូលទាត់មួយពីបាទក្រុងចាក់ម៉ូតសាខូចដៃឥឡូវហើយសង្ស័យទាត់ឆ្វេងពីបាទក្រុងចាក់នេះឆ្វេងមកឈុតបាទដៃក៏ឆ្វេងបាទជើងក៏ឆ្វេងអញ្ញើតគ្នារៀងខ្លួនសម្រាប់គូនេះបងប្អូនយើងទាត់មួយធាក់ទល់ប៉ះប្រដាប់ការពារបាទអត់បញ្ហាទេបាទលោកអញ្ញាជួយសម្រួលឥឡូវបាទម៉ូតសាទាត់មកស្ដាំពីម៉ូតសាទាត់ឆ្វេងក្រុងចាក់បាទឆ្វេងស្ដាំបាទពីម៉ូតសាទាត់មួយសិនទាត់ឆ្វេងអាយ៉ាចេះលើកជើងទប់ដាក់ចូលពីម៉ូតសាទាត់ឆ្វេងខូចដៃឡើយស្ដាំពីម៉ូតសាទាត់ស្ដាំពីម៉ូតសាបាទរុញបដួលពីក្រុងចាក់កន្លែងនេះចាប់ជើងជាប់ស្នាការប្រកួតជាបន្តពាក់កណ្ដាលផ្លូវទឹកទី3ហីអត់សូវហ៊ានវាយដោយសារតែអញ្ញើតគ្នារៀងខ្លួនទាត់ឆ្វេងពីបាទក្រុងចាក់ទាត់ឆ្វេងពីក្រុងចាក់ខូចដែរឡើយម៉ូតសាបាទស្ដាំពីម៉ូតសាលែងថយហើយបាទគូនេះបើម៉ូតសាគាត់បដូរដៃអាចល្អបាទបុក្រុងចាក់គាត់ល្អតែជើងដៃគាត់មិនណាស់ណាទេបាទជើងគាត់គឺជើងឆ្វេងជើងមរណៈតែម្ដងបងប្អូនយើងតែម៉ូតសាគាត់ដូចខ្លាចបាទក្រុងចាក់ដែរបាទ58វិចុងក្រោយតោះទាត់មួយលូកស្ដាំពីម៉ូតសាក្រុងចាក់ក៏ញើដៃម៉ូតសាដែរបងប្អូនយើងបាទអូយស្ដាំចាប់ជើងជាប់ទាត់យកកន្លែងនេះបាទអូយលូកឆ្វេងមួយទៀតបាទបុកជាបន្តក្រុងចាក់រកអត់ទាត់ទេបាទម៉ូតសាគាត់ឈឺដៃបាទគាត់ឈឺដៃទាត់មួយទៀតពីបាទអត់បញ្ហាទេបាទទាត់មួយទៀតបាទម៉ូតសាគោះតែទាត់មកបាទទាត់ស្ដាំពីម៉ូតសាក្រុងចាក់ដើរចូលទាត់មួយទៀតបាទខូចដៃបាត់ហើយបាទម៉ូតសាកៀងដៃបាត់ហើយបាទក្រុងចាក់ទាត់ឡើងកៀងដៃលេងហ៊ានវាយហើយឥឡូវបាទម៉ូតសាដើរចូលបាទទឹកទី3ចាប់ទឹកទី3ឡើយបាទគូនេះអត់ហ៊ានអត់សូវហ៊ានចេះអាវុធរៀងខ្លួនទាត់មួយទៀតទាត់សងបាទចប់ទឹកទី3បាទហើយបាទអូគូនេះវាយតែ3ទឹកទេបងប្អូនយើងបាទវាយតែ3ទឹកទេលទ្ធផលដូចជាបាទម៉ូតសាឈ្នះហើយបាទសារម៉ូតសាទាត់មួយជើងរាប់បងប្អូនយើងបាទព្រោះទឹក2ទឹក3ដូចជាមិនលើគ្នាប្រហែលទេបាទមានទៅមានមកបាទអញ្ចឹងដូចជាម៉ូតសាឈ្នះហើយបាទគូនេះយ៉ាងណាចាំមើលលទ្ធផលទាំងអស់គ្នាបងប្អូនយើងបាទកន្លែងនេះមិនចាប់ទាត់ម៉ាត់បាទបាទពីម៉ូតសាក្រុងចាក់រឹងរបស់គេមើលហ្នឹងបងប្អូនយើងបាទមើលចាប់ជើងប៉ុណ្ណឹងដួលទេណាបាទអត់ដួលទេបងប្អូនគាត់ដួលទេបាទអត់ដួលទេបាទសម្រាប់កងចាក់នេះរឹងបាទរបស់គេមែនចាស់តែល្អបាទខ្លាចចាស់ហើយបាទសម្រាប់កងចាក់នេះម៉ូតសានិយាយការពិតបាទបើសិនជាមិនវាយបាទកងចាក់រាប់ដើមទឹកទេគឺចាញ់កងចាស់ហើយបាទវាយចេះបាទតែអាចនឹងឈ្នះដោយសារបានរាប់ហ្នឹងហើយបងប្អូនយើងបាទ
តោះចាំមើលបាទការប្រកាសលទ្ធផលជាផ្លូវការវីដេអូនេះ20នាទីបងប្អូនយើងបាទអាចនឹង21នាទីហើយចាំមើលសិនបាទគូនេះប្រហែលជាម៉ូតាសាឈ្នះហើយបងប្អូនយើងព្រោះវាយអត់មានម៉ូតាសាអត់រាប់បាទបើសិនជាកងចាក់វាយម៉ូតាសារាប់អាចនឹងបាទឈ្នះដោយសារតែម៉ូតាសាគាត់វាយកងចាក់រាប់ដើមទឹកបាទអញ្ចឹងគឺលទ្ធផលបាទបង្គោលខៀវឬក៏បង្គោលក្រហមសម្រាប់គូនេះបាទគឺម៉ូតាសាជាអ្នកទទួលបានជ័យជំនះបាទឈ្នះមករាប់ហ្នឹងហើយបាទសម្រាប់ម៉ូតាសាបាទឈ្នះមករាប់ហ្នឹងហើយតោះយើងចាំទស្សនាគូរបស់ជើងល្បីជាបន្ត